Anna មានកម្ពស់ 1.73 នាងគឺជាតារាបង្ហាញម៉ូដនាងអាចនិយាយភាសាខ្មែរនិងភាសាអង់គ្លេស Anna បាននិយាយថាកុយគឺជាឈ្មោះប៉ាក្រោយរបស់នាងចំណែក Anna គឺបានពីប៉ាបង្កើតនាងដាក់ឲ្យកាលនៅតូច Anna មិនចូលចិត្តត្រកូលនាងទេដោយសារតែគេបង្អាប់ថានាងជាកូនតាកុយធ្វើឲ្យនាងអន់ចិត្តរហូតដល់នាងគិតថាថ្ងៃណាមួយនាងនឹងធ្វើឲ្យពាក្យកុយល្បីល្បាញ Anna ចូលចិត្តញ៉ាំកាហ្វេពណ៌ដែល Anna ចូលចិត្តគឺពណ៌ស្វាយនាងចូលចិត្តការធ្វើជំនួញនិងចូលចិត្តច្រៀងតារា model ដែលជំរុញទឹកចិត្ត Anna គឺ Kylie Jenner ដោយសារតែ Kylie Jenner ជាអ្នកជំនួញស្ត្រីម្នាក់ផ្នែកគ្រឿងសម្អាងដែលអាចក្លាយជាមហាសេដ្ឋីតាំងពីក្មេង Anna តែងដាក់គោលដៅក្នុងជីវិតរបស់នាងរៀងរាល់5ឆ្នាំម្ដងថាគួរតែសម្រេចលើអ្វីជាក់ស្ដែងដូចជានៅក្នុងឆ្នាំ 2023 នាងបានសម្រេចចិត្តចូលប្រកួតបវរកញ្ញាលើកដំបូងនៅក្នុងកម្មវិធី Miss Grand Cambodia 2023 ដែលនាងទទួលបានលំដាប់រងទី1ព្រមទាំងទទួលបានការស្រឡាញ់គាំទ្រពីមហាជនយ៉ាងខ្លាំងដែលនាងនឹកស្មានមិនដល់នេះគឺជាភាពជោគជ័យមួយដែលនាងទទួលបាន Anna ចូលចិត្តទៅលេងមុខវាំងខ្លាំងជាងគេនៅពេលដែលនាងអត់សប្បាយចិត្តគឺនាងចូលចិត្តជិះទូកដើម្បីស្រូបយកខ្យល់បរិសុទ្ធនិងគិតរឿងវិជ្ជមានបានច្រើនកាលនៅពីតូច Anna ចង់ក្លាយជាអ្នករបាំប៉ុន្តែម្ដាយនាងមិនយល់ស្របដោយសារតែកត្តាជីវភាពគ្រួសារ Anna ជាមនុស្សស្មោះត្រង់នាងចង់ចែករំលែកភាពកក់ក្ដៅឲ្យទៅមនុស្សជុំវិញតាមដែលនាងអាចធ្វើបានព្រោះនាងខ្វះភាពកក់ក្ដៅតាំងតែពីតូចឪពុកម្ដាយរបស់ Anna បានលែងលះគ្នាតាំងតែពីនាងនៅក្នុងពោះមួយខែម្លេះដូច្នេះ Anna មិនដែលស្គាល់មុខប៉ាទេដោយសារម៉ាក់របស់នាងមិនដែលប្រាប់ថាប៉ានាងជាអ្នកណានោះទេ Anna ពិតជាចង់ស្គាល់ប៉ារបស់នាងខ្លាំងមែនទែននាងមិនដែលឃើញសូម្បីតែរូបថតរបស់គាត់រហូតដល់ថ្ងៃមួយ Anna មានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការដើរចេញម្នាក់ឯងនាងក៏សម្រេចចិត្តសុំម៉ាក់ទៅរកប៉ាពេលនោះម៉ាក់របស់នាងក៏អនុញ្ញាតដោយសារគាត់គិតថានាងធំហើយនាងចង់ធ្វើអីក៏ធ្វើវាទៅ Anna ក៏សម្រេចចិត្តចេញទៅរកប៉ានៅស្រុកតាមផ្លូវដែលនាងត្រូវចេញទៅរកប៉ានាងត្រូវដោះស្បែកជើងដើរកាត់ភក់ដែលមានចម្ងាយឆ្ងាយទម្រាំដល់ផ្ទះនៅស្រុកប៉ារបស់នាងចុងក្រោយនាងក៏បានជួបគាត់ហើយក៏មានទំនាក់ទំនងជាមួយប៉ារហូតមកដល់បច្ចុប្បន្ន Anna សប្បាយចិត្តណាស់ដោយសារតែនាងគិតថានាងបានឃើញមុខប៉ាហើយមានប៉ានឹងគេហើយ Anna រៀបរាប់ថាក្រោយពីម៉ាក់នាងបែកពីប៉ាបង្កើតម៉ាក់របស់នាងក៏មានស្វាមីក្រោយដែរគាត់គឺជាមនុស្សល្អស្រឡាញ់មើលថែ Anna តាំងតែពីបាតជើងក្រហម Anna ក៏រកដឹងគុណគាត់រហូតមកគ្រាន់តែមិនដែលបញ្ចេញតាមរយៈទង្វើប៉ុន្តែជាអកុសលប៉ាក្រោយរបស់ Anna បានលាចាកលោកបាត់ទៅហើយនៅក្នុងឆ្នាំ 2021 អ្វីដែល Anna អាចសងគុណទៅដល់ឪពុកម្ដាយក្នុងនាម Anna ជាបងស្រីច្បងនៅក្នុងគ្រួសារនាងនឹងមើលថែគ្រួសារចិញ្ចឹមមើលថែប្អូនៗរបស់នាងឲ្យបានល្អផ្ដល់ភាពកក់ក្ដៅរៀនសាលាល្អជួបមជ្ឈដ្ឋានដែលល្អព្រោះនាងអត់ចង់ឲ្យប្អូនៗជួបរឿងដូចនាងទេបំណងទៅថ្ងៃអនាគតរបស់ Anna គឺនាងចង់ក្លាយទៅជាតារា model ម្នាក់ដែលមានភាពល្បីល្បាញទាំងនៅក្នុងស្រុកនិងនៅក្រៅស្រុកទី2នាងចង់ក្លាយជាអ្នកជំនួញវ័យក្មេងម្នាក់មហិច្ឆតារបស់ Anna នៅក្នុងវិស័យបវរកញ្ញាបន្ទាប់ពីនាងបានទទួលលំដាប់រងទី1 Miss Grand Cambodia ឆ្នាំ 2023 គឺនាងចង់ជួយដល់សង្គមនិងលើកទឹកចិត្តទៅដល់អ្នកដែលកំពុងតែបាក់ទឹកចិត្តពេលដែលកំពុងតែស្វែងរកគោលដៅមានមនុស្សជាច្រើនដែលលើកទឹកចិត្តឲ្យនាងចូលរួមប្រកួតដោយលើកហេតុផលថា Anna មានសម្រស់ស្រស់ស្អាតពូកែជាដើមតែអ្វីដែលជំរុញនាងខ្លាំងជាងគេនោះគឺខ្លួននាងផ្ទាល់នាងចង់ដើរទៅតាមក្តីស្រមៃតាំងពីតូចនាងអាចធ្វើបានបើនាងមិនធ្វើពេលហ្នឹងតើពេលណាទៅធ្វើនាងបានតាំងចិត្តត្រូវតែស៊ូទ្រាំមិនបោះបង់ក្តីស្រមៃខ្លួនឯងជាក់ស្ដែងនៅក្នុងឆ្នាំ 2023 នាងរៀនចប់ថ្នាក់ទី12ហើយតាមគម្រោងនាងត្រូវចេញទៅរៀនបន្តនៅប្រទេសនូវែលសេឡង់ជាមួយក្រុមគ្រួសារខាងឪពុកប៉ុន្តែដោយសារតែចិត្តស្រឡាញ់វិស័យបវរកញ្ញាខ្លាំងនិងដើរតាមក្តីស្រមៃរបស់ខ្លួនឯងនាងក៏សម្រេចចិត្តពន្យាពេលទៅរៀននៅនូវែលសេឡង់សិនដើម្បីចូលរួមប្រកួតកម្មវិធីបវរកញ្ញានេះរួចទើបត្រឡប់ទៅរៀនវិញតាមការសន្យាជាមួយឪពុកអំឡុងពេលប្រកួត Anna ទទួលបានទាំងមតិសរសើរនិងមតិរិះគន់ដោយជាមិនរួចកាលនោះនាងមានវ័យត្រឹមតែ22ឆ្នាំប៉ុណ្ណោះហើយជាបេក្ខនារីមួយរូបក្នុងចំណោមបេក្ខនារីដ៏លេចធ្លោម្នាក់
រាល់វិញ្ញាសានីមួយៗដែលកម្មវិធីតម្រូវឲ្យបេក្ខនារីម្នាក់ៗបំពេញឯណាតែងធ្វើបានយ៉ាងល្អជានិច្ចនៅក្នុងវគ្គប្រកួតដើរបង្ហាញម៉ូដឈុតហែលទឹកឯណាទទួលបានការសរសើរយ៉ាងច្រើនពីអ្នកគាំទ្រប៉ុន្តែនៅក្នុងនោះនៅលើបណ្ដាញសង្គមក៏មានអ្នករិះគន់ដែរដូចជាមានមតិខ្លះបានលើកឡើងថាឯណាដើរអត់ស្អាតរូបរាងក៏អត់ទាន់ស្អាតដើរនៅចាញ់ប្រស័យហនុដាច់ជូនពោឲ្យបានមង្គតណាយាយជើងធំឯណាចាប់ហើយសូមកុំឲ្យជាប់អីថ្មីត្បិតមានពាក្យចំអកនិងរិះគន់តែឯណាមិនបានចេញមកតបតចំពោះអ្នកទាំងនោះដោយកំហឹងឡើយនាងបានឆ្លើយតបដោយភាសាទន់ភ្លន់ថាកើតមុខមានជើងធំរូបរាងធំមិនមែនជាកំហុសអ្វីដែលខុសត្រង់ថាបើយើងនៅតែយកពាក្យសម្ដីអ្នកដែលគេបូលីហើយកើតទុកខូចចិត្តម្នាក់ឯងនោះបានវាខុសតែបើយើងយកពាក្យទាំងអស់នោះមកកែប្រែខ្លួនឯងទៅវាជារឿងមួយដ៏ល្អហើយមានន័យសម្រាប់ខ្លួនយើងអរគុណសម្រាប់ការបូលីរូបនាងខ្ញុំនឹងតស៊ូដល់ទីបញ្ចប់ក្រោយឃើញពីភាពអង់អាចនិងពោពេញទៅដោយទស្សនវិជ្ជមានរបស់ឯណាអ្នកគាំទ្រជាច្រើនបានសរសើរនាងដែលនៅក្មេងសោះប៉ុន្តែមានចិត្តគំនិតចាស់ទុំស័ក្តិសមជាសសរទ្រង់ជាតិនិងជាយុវតីឆ្នើមតំណាងឲ្យប្រទេសកម្ពុជាមហាជនសង្ឃឹមថាការបូលីរូបរាងរបស់អ្នកដទៃឬការយករូបសម្រស់របស់អ្នកណាម្នាក់មកលេងសើចនឹងលែងមាននៅក្នុងសង្គមព្រោះទោះជាគ្រាន់តែជាសម្ដីក្តីក៏អាចធ្វើឲ្យអ្នកដែលត្រូវគេចំអកឈឺចាប់និងចាត់ទុកជាទង្វើអសិលធម៌ខ្វះការពិចារណាដែលមិនគួរលើកលែងឲ្យនោះឡើយក្រោយពីប្រកួតចប់ឯណាបានសម្រេចចិត្តចេញទៅរស់នៅប្រទេសនូវែលសេឡង់ជាមួយឪពុកដោយមុននឹងចាក់ចេញពីប្រទេសកម្ពុជាឯណាបានធ្វើរឿងដ៏គួរឲ្យសរសើរនិងពោលពាក្យចាស់ដោតថាអំពើល្អសប្បុរសធម៌មិនសូវមានអ្នកចែករំលែកទេប៉ុន្តែបើជារូបភាពសិចស៊ីឬរឿងអ្វីផ្សេងមានអ្នកចាប់អារម្មណ៍ច្រើនមុននឹងចាក់ចេញពីទឹកដីកម្ពុជាឯណាបានសាងរូបភាពដ៏គួរឲ្យសរសើរដោយរូបនាងបានចូលរួមជាមួយនឹងក្រុមតន្ត្រីស្ម័គ្រចិត្តមូលនិធិដើម្បីមន្ទីរពេទ្យគុណធបុប្ផាចាស់ជរាកុមារកំព្រាជនពិការជនក្រីក្រទុរគតក្នុងការគៀកោថវិកានៅតាមដងផ្លូវផងដែរនៅក្នុងឆ្នាំ2024ដើម្បីចូលរួមចំណែកផ្សព្វផ្សាយពីកម្ពុជាទៅកាន់ពិភពលោកទុកជាអនុស្សាវរីយ៍ផងនិងជាការចងចាំល្អៗឲ្យទៅហ្វេនផងឯណាបានចំណាយថវិកាផ្ទាល់ខ្លួនដើម្បីធ្វើដំណើរទៅតំបន់ទេសចរណ៍សំខាន់ៗចំនួន5ទីតាំងនៅក្នុងប្រទេសកម្ពុជារួមមានខេត្តព្រះសីហនុខេត្តព្រះវិហារខេត្តឧត្តរមានជ័យសៀមរាបនិងរាជធានីភ្នំពេញឯណាបានឲ្យប្រធានបទវីដេអូនោះថាឯណានឹងប្រទេសរបស់ខ្ញុំដោយនាងបានតាំងចិត្តផលិតវាឡើងយ៉ាងសម្រិតសម្រាំងបំផុតទោះត្រូវលះបង់សាច់ស្រស់ឈាមស្រស់ក៏នាងសុខចិត្តសំបីពណ៌សម្បុរឬរបួសក៏ពុំគិតដែរឲ្យតែសមិទ្ធផលចេញមុខល្អហើយអាចផ្សព្វផ្សាយទៅឲ្យប្រជាជនកម្ពុជានិងពិភពលោកស្គាល់ពីប្រទេសកម្ពុជាបានកាន់តែច្បាស់ឡើងឯណាសង្ឃឹមថាទង្វើល្អៗរបស់នាងនឹងអាចធ្វើឲ្យគ្រប់គ្នាចាំឈ្មោះនាងទុកក្នុងចិត្តហើយទន្ទឹងរង់ចាំមើលការត្រឡប់មកវិញរបស់នាងនៅក្នុងឆ្នាំណាមួយព្រោះនាងបានដាក់គោលដៅច្បាស់លាស់ហើយថានឹងត្រឡប់មកប្រកួតកម្មវិធី Beauty Pageant ម្ដងទៀតគ្រាន់តែពុំទាន់អាចបញ្ជាក់ឆ្នាំបានតែប៉ុណ្ណោះម្យ៉ាងនាងចង់យកពេលវេលានេះហ្វឹកហាត់ពង្រឹងសមត្ថភាពខ្លួនឯងឲ្យល្អសិនដើម្បីប្រកាសថាមង្គតជ័យលាភីនឹងនៅលើក្បាលរបស់នាងពេលត្រឡប់មកវិញម្ដងទៀតនៅក្នុងឆ្នាំ2025ឯណាបានធ្វើរឿងគួរឲ្យស្ញប់ស្ញែងមួយចំនួនដូចជានាងបានឡើងទៅដល់កំពូលភ្នំអូរ៉ាល់ដែលមានកម្ពស់រហូតដល់ទៅ1813ម៉ែត្រហើយនេះគឺជាលើកដំបូងដែលបវរកញ្ញាបានឡើងដល់កំពូលភ្នំដែលខ្ពស់ជាងគេនៅកម្ពុជាដោយនាងបានចំណាយរយៈពេល2យប់3ថ្ងៃនៅលើភ្នំអូរ៉ាល់ទោះបីជាការឡើងភ្នំនេះគឺជាលើកដំបូងតែនាងនៅតែអាចធ្វើបានដោយចំណាយពេល7ម៉ោងដើម្បីឡើងទៅដល់កំពូលភ្នំឯណាបានយកឈ្នះការលំបាកជាច្រើនដែលខ្លួនពុំដែលធ្លាប់ជួបប្រទះពីមុនមកដូចជាអាកាសធាតុស្ថានភាពផ្លូវចំណីអាហារការហូបចុកដែលទាំងនេះទាមទារឲ្យមានភាពបត់បែននិងការអត់ធ្មត់ខ្ពស់ទីបំផុតនាងក៏អាចឆ្លងផុតដំណាក់កាលលំបាកទាំងនោះបានថែមទាំងលើកចិត្តដល់បងប្អូននារីហោចណាស់សាក់លបងឡើងលើភ្នំបានម្ដងក្នុងវិជ្ជាជីវិតឯណាបានចែករំលែកឲ្យដឹងទៀតថានេះជាបទពិសោធន៍ល្អបំផុតនៅក្នុងជីវិតរបស់នាងបទពិសោធន៍លើកនេះបានធ្វើឲ្យឯណាអាចលុតដំខ្លួនឯងស្វែងរកអ្វីដែលថ្មីនិងអាចរៀនរស់ជាមួយនឹងធម្មជាតិបានថែមទៀតផង
ក្រោយមកទៀតឯណាបានរៀបចំកម្មវិធីដំណើរថ្មើរជើងជាលើកដំបូងពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ខេត្តសៀមរាបដើម្បីរៃអង្គាសថវិកាសប្បុរសធម៌ជួយឧបត្ថម្ភគាំទ្រដល់ក្មេងៗឬជនពិការក្នុងមណ្ឌលខ្វះខាតនៅកម្ពុជានិងដើម្បីផ្សព្វផ្សាយទេសចរកម្ពុជាផងដែរឯណាបានប្រកាសតាមទំព័របណ្ដាញសង្គម Facebook ផ្ទាល់ខ្លួនថាសួស្តីអ្នកទាំងអស់គ្នាក៏ដូចជា fan ជាទីស្រឡាញ់ថ្ងៃនេះដែរនាងខ្ញុំឯណាមានដំណឹងចង់មកជម្រាបជូនទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាថានាងខ្ញុំនឹងធ្វើដំណើរថ្មើរជើងពីភ្នំពេញទៅខេត្តសៀមរាបនៅថ្ងៃទី4ខែកញ្ញាឆ្នាំ2025ហើយនៅក្នុងគោលបំណងគឺពួកយើងនឹងធ្វើការរៃអង្គាសថវិកាដើម្បីជួយទៅដល់កុមារក៏ដូចជាជនពិការនៅក្នុងមណ្ឌលផងដែរហើយនាងខ្ញុំក៏នឹងភ្ជាប់ជាមួយនឹងតំបន់ទេសចរនៅក្នុងការធ្វើដំណើរពីរាជធានីភ្នំពេញទៅខេត្តសៀមរាបនៅក្នុងការផ្សព្វផ្សាយពីតំបន់ទេសចរយើងពីខេត្តមួយទៅខេត្តមួយផងដែរដូច្នេះហើយសម្រាប់មូលនិធិនិងថវិកាសម្រាប់សប្បុរសជនដែលគាត់ចង់ចូលរួមចូលជាចំណែកតូចក៏ដូចជាតិចក្តីច្រើនក្តីទៅតាមពុកម៉ែបងប្អូនទាំងអស់គ្នាដែលចង់ចូលរួមនាងខ្ញុំនឹងដាក់ QR នាងខ្ញុំនៅថ្ងៃទី4កញ្ញាឆ្នាំ2025តទៅហើយរហូតទៅដល់នាងខ្ញុំបានបញ្ចប់បេសកកម្មរបស់នាងខ្ញុំដែលធ្វើដំណើរទៅកាន់ខេត្តសៀមរាបហើយជាចុងក្រោយនាងខ្ញុំក៏ចង់ជម្រាបជូនទៅពុកម៉ែបងប្អូនចំពោះបណ្ដាក្រុមហ៊ុនដែលគាត់ចង់ចូលរួមគាំទ្រនៅក្នុងការសហការនៅក្នុងការដើរពីភ្នំពេញទៅសៀមរាបពុកម៉ែបងប្អូនក៏អាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទខាងក្រោមនេះដែលជាអ្នកចាត់ការទូទៅរបស់នាងខ្ញុំផ្ទាល់ពុកម៉ែបងប្អូនអាចទំនាក់ទំនងបានហើយនាងខ្ញុំបើកទទួល sponsor ទាំងអស់សម្រាប់ពុកម៉ែបងប្អូនដែលចង់ចូលរួមសហការជាមួយយើងផងដែរនាងខ្ញុំទទួលដោយការស្ម័គ្រចិត្តមិនថាជាថវិកាឬក៏របស់ប្រើប្រាស់មួយចំនួនមិនថាទីកន្លែងស្នាក់នៅអាហារដ្ឋានផ្សេងៗដែលពុកម៉ែបងប្អូនចូលរួមគាំទ្រនាងខ្ញុំនឹងទទួលដោយដៃដប់និងរីករាយជានិច្ចស្វាគមន៍ជានិច្ចតែម្ដងហើយ fan ទាំងអស់គ្នាក៏អាចតាមដាននាងខ្ញុំនៅក្នុង page នាងខ្ញុំនឹងអាប់ដេតទូទៅតែម្ដងគឺរាល់សកម្មភាពរបស់នាងខ្ញុំក៏ដូចជាប្រសិនបើពុកម៉ែបងប្អូនដែលគាត់អត់ដែលបានជួបនាងខ្ញុំគាត់ចង់មកជួបនាងខ្ញុំនៅខាងក្រៅគឺអាច join នៅក្នុង channel របស់នាងខ្ញុំផ្ទាល់ហើយនាងខ្ញុំនឹង share location តាមផ្លូវដើម្បីពុកម៉ែបងប្អូនបានតាមដានក៏ដូចជាដឹងពីដំណើររបស់នាងខ្ញុំថាទៅដល់ណាអរគុណពុកម៉ែបងប្អូនសម្រាប់ការស្រឡាញ់និងគាំទ្រជួបគ្នានៅថ្ងៃទី4ខែកញ្ញាឆ្នាំ2025នៅក្នុងការធ្វើដំណើរដោយថ្មើរជើងទៅខេត្តសៀមរាបនាងខ្ញុំសូមធ្វើការគោរពអរគុណអស់ពីចិត្តចំពោះការគាំទ្ររបស់អ្នកគ្រប់គ្នានៅក្នុងបេសកកម្មដ៏អស្ចារ្យនេះឯណាទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ប្រជាពលរដ្ឋទាំងក្មេងទាំងចាស់ប្រុសស្រីនៅតាមដងផ្លូវជាពិសេសគ្រប់គ្នាបានចូលរួមជាថវិកាមូលនិធិទៅតាមលទ្ធភាពព្រមទាំងផ្ដល់ជាកម្លាំងចិត្តដើម្បីឲ្យឯណាមានភាពតស៊ូបន្តបេសកកម្មដោយជោគជ័យដល់គោលដៅដែលបានគ្រោងទុកឯណាបានធ្វើដំណើរដោយថ្មើរជើងពីភ្នំពេញទៅខេត្តសៀមរាបដល់ចំណុចប្រាសាទអង្គរវត្តគឺប្រើរយៈពេល19ថ្ងៃបេសកកម្មនេះចាត់ទុកថាជាភាពអស្ចារ្យបំផុតព្រោះឯណាបានលះបង់កម្លាំងកាយចិត្តរួមទាំងសម្រស់និងសុខភាពដើរហាលខ្យល់ហាលភ្លៀងក្រោមកម្ដៅថ្ងៃគឺដើម្បីកុមារពិការនៅកម្ពុជានិងផ្សព្វផ្សាយទេសចរនៅក្នុងប្រទេសដែលចំណុចទាំងនេះហើយទើបធ្វើឲ្យអ្នកគាំទ្រមានការស្ញប់ស្ញែងចាត់ទុកឯណាជាតារាស្រីមួយរូបដ៏គំរូផងដែរគូបញ្ជាក់ដែរថាឯណាគឺជាបវរកញ្ញាមួយរូបដែលមានសមត្ថភាពខ្លាំងអាចឆក់ឱកាសការងារសិល្បៈជាច្រើនព្រមទាំងមានភាពល្បីល្បាញតាមរយៈនាងមានមុខនៅក្នុងការងារសង្គមជាច្រើនក៏ដូចជាសកម្មភាពផ្សព្វផ្សាយពីវប្បធម៌ខ្មែរឯណាក៏ចាប់យកការងារសិល្បៈមួយចំនួនដូចជាថត MV ជាទូតសុឆន្ទៈព្រមទាំងជាអ្នកប្រម៉ូទផលិតផលថែរក្សាសម្រស់ជាច្រើនចាសសូមអរគុណសម្រាប់ការតាមដានវីដេអូតាំងពីដើមរហូតដល់ចប់ហើយក៏សូមអធិស្ឋានបើសិនជាមានចំណុចត្រង់ណាខ្វះខាតជួបគ្នានៅវីដេអូក្រោយទៀត